សួស្តីអ្នកនរគ្នានៅក្នុងវីដេអូមួយនេះខ្ញុំនឹងចែករំលែកតាក់ទងទៅនឹងប្រធានបទមួយថាតើ AI នឹងជំនួសការងាររបស់មនុស្សយើងឬក៏ AI គ្រាន់តែផ្លាស់ប្ដូររបៀបក្នុងការធ្វើការរបស់មនុស្សយើងទេអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងធ្វើការបកស្រាយហើយនឹងនិយាយតាក់ទងទៅនឹងរឿងទាំងអស់ហ្នឹងហើយខ្ញុំនឹងចែករំលែកថាតើពេលបច្ចុប្បន្ននេះនៅជុំវិញខ្លួនយើងហ្នឹងគឺយើងបានប្រើប្រាស់ AI អីខ្លះពេលខ្លះយើងបានប្រើប្រាស់ AI ទាំងដែលយើងអត់បានចាប់អារម្មណ៍នៅពេលដែលយើងនិយាយតាក់ទងទៅនឹង AI មនុស្សទាំងអស់ប្រហែលជាស្គាល់ត្រឹមតែ ChatGPT ឬក៏មនុស្សភាគច្រើនស្គាល់ត្រឹមតែ ChatGPT Gemini ឬក៏ Cloud Sonnet ជាដើមក៏ប៉ុន្តែ AI មិនមែនមានតែប៉ុណ្្នឹងទេ AI មានច្រើនសូម្បីតែនៅក្នុង CapCut ក៏មាន AI នៅក្នុងនឹងដែរក៏ប៉ុន្តែនេះគ្រាន់តែជាផ្នែកមួយទេអញ្ចឹងយើងត្រឡប់មកវិញ AI មានពាក្យពេញថា Artificial Intelligence ហើយ AI ពេលបច្ចុប្បន្ននេះកំពុងតែរីករាលដាលខ្លាំងដែលមនុស្សយើងភាគច្រើនបានប្រើប្រាស់ទៅលើ AI ក្នុងការជំនួយទៅលើការងារហើយមានបងប្អូនឬក៏សិក្សានៅសិស្សមួយចំនួនធំកំពុងតែភ័យខ្លួនថាបើសិនជា AI កើនឡើងឬក៏អភិវឌ្ឍលឿនដល់ថ្នាក់ហ្នឹងតើពួកគាត់អនាគតទៅមានការងារធ្វើដែរអត់ឬមួយក៏ AI អាចជំនួសការងារពួកគាត់ដែរអត់អញ្ចឹងពេលខ្លះពួកគាត់មានការភ័យហើយពួកគាត់បានមើលទៅលើតុក្កតាមួយដែលតុក្កតា Tom and Jerry ហ្នឹងដែលគេបានយកមកត្រូលថា Tom គឺជាបេក្ខជនដំបូងបង្អស់ដែលAI ជំនួសការងារឬក៏ដែល AI បានយកការងាររបស់ Tom ក៏ប៉ុន្តែត្រឡប់មកវិញថាតើ AI នឹងជំនួសការងាររបស់មនុស្សយើងឬអត់ចម្លើយគឺអាចក៏ប៉ុន្តែភាគរយច្រើន AI มันអាចមកជំនួសការងាររបស់មនុស្សយើងបានទាំងស្រុងទេ AI ចូលមកគ្រាន់តែធ្វើជាជំនួយទៅដល់ការងាររបស់មនុស្សយើងឲ្យមានភាពប្រសើរជាងមុនហើយលះជាងមុនដែល performance ល្អជាងមុនហើយនឹងលឿនជាងមុនដែលយើងអាចនិយាយបានថា AI គ្រាន់តែចូលមកក្នុងតួនាទីមួយដើម្បី boost ទៅលើការងារឬក៏ boost ទៅលើ performance ការងាររបស់មនុស្សយើងទេអញ្ចឹងត្រឡប់មកវិញនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកឬក៏ខ្ញុំនឹងអាចនិយាយថាខ្ញុំនឹងនិយាយតាក់ទងទៅនឹង3ចំណុចថាតើបច្ចុប្បន្ននេះ AI នៅជុំវិញខ្លួនយើងហ្នឹងគឺ AI ណាខ្លះដែលយើងបានប្រើឬក៏ប្រភេទ AI អីខ្លះដែលយើងបានប្រើហើយទោះបីជាខ្ញុំរៀបរាប់ប៉ុណ្ណាក៏វាអត់អស់ដែរព្រោះ AI វាច្រើនខ្លាំងក៏ប៉ុន្តែវាបានត្រួសដែលអាចចែករំលែកជាចំណេះដឹងទៅកាន់អ្នកទាំងអស់គ្នាបានហើយចំណុចទី2តើ AI វានឹងប៉ះពាល់ទៅលើការសម្រេចចិត្តឬក៏ decision របស់យើងតាមរបៀបណាខ្លះហើយនឹងចំណុចទី3ហេតុអីបាន AI សំខាន់ហើយហេតុអីបានមនុស្សទាំងអស់ឬក៏មនុស្សយើងគ្រប់គ្នាគួរតែដឹងតាក់ទងទៅនឹង AI ហើយអញ្ចឹង3ចំណុចនេះខ្ញុំនឹង cover នៅក្នុងវីដេអូមួយនេះអញ្ចឹងដូចខ្ញុំរៀបរាប់មិញអញ្ចឹងទោះបីជានិយាយច្រើនប៉ុណ្ណាក៏វាអត់អស់ដែរតាក់ទង topic មួយហ្នឹងគ្រាន់តែអាចចែករំលែកតាក់ទងទៅនឹងចំណេះដឹងបន្តិចបន្តួចបានអូខេអញ្ចឹងដំបូងឡើយខ្ញុំនឹងនិយាយចំណុចទី1គឺតើ AI នៅជុំវិញខ្លួនយើងហ្នឹងគឺជាប្រភេទ AI អីខ្លះដែលយើងយកមកប្រើរាល់ថ្ងៃនេះអញ្ចឹងនៅក្នុងហ្នឹងខ្ញុំនឹងនិយាយតាក់ទងទៅនឹង5ចំណុចដែលទី1ហ្នឹងគឺ AI នៅក្នុង smartphone ហើយចំណុចទី2ហ្នឹងគឺ AI នៅក្នុង social media content ហើយចំណុចទី3 AI នៅក្នុងរបៀបក្នុងការគិតលុយឬក៏ AI នៅក្នុង finance ឬក៏ banking ហ្នឹងបើយើងនិយាយឲ្យសាមញ្ញទៅគឺ AI នៅក្នុង industry finance industry ហើយចំណុចទី4ហ្នឹងគឺ AI នៅក្នុងការធ្វើការងារឬការជួយពី AI ហ្នឹងនៅក្នុងកិច្ចការងារដែលយើងកំពុងធ្វើរាល់ថ្ងៃនេះហើយនឹងចំណុចចុងក្រោយគេបងអស់ហ្នឹងគឺ AI នៅក្នុង decision making AI នៅក្នុងការសម្រេចចិត្តរបស់មនុស្សយើងចឹងចំណុចទាំង5នេះខ្ញុំនឹងលើកយកមកនិយាយថាមាន AI អីខ្លះឬក៏ប្រភេទណាខ្លះនៅក្នុងចំណុចមួយអញ្ចឹងកុំឲ្យខាតពេលគឺយើងចូលទៅចំណុចទី1គឺ AI នៅក្នុង smartphone ដូចយើងបានដឹងថាពេលបច្ចុប្បន្នអ្នកខ្លះគាត់អត់បានចាប់អារម្មណ៍ទេថាគាត់កំពុងតែប្រើ AI ទាំងដែលគាត់អត់បានដឹងខ្លួនថាគាត់កំពុងប្រើជាក់ស្ដែងដូចនៅក្នុង smartphone យើងរាល់ថ្ងៃគឺច្បាស់ណាស់ថាមាន AI នៅក្នុងហ្នឹងហើយ AI នៅក្នុង smartphone រាល់ថ្ងៃហ្នឹងគឺយើងអាចមើលទៅលើ AI ប្រភេទសាមញ្ញហ្នឹងគឺ
មិនសាមញ្ញទេក៏ប៉ុន្តែអាចនិយាយថាយើងប្រើទូទៅAI យើងប្រើទូទៅរាល់ថ្ងៃហ្នឹងគឺប្រភេទ camera enhancement ហើយទី2ហ្នឹងគឺតកតងទៅនឹង Face ID ឬក៏ការ scan ទៅលើកញ្ចក់ដៃហ្នឹងនៅលើទូរស័ព្ទsmartphone របស់អ្នកទាំងអស់គ្នាហ្នឹងគឺមានហើយទី3ហ្នឹង voice assistant voice assist ហើយទី4តកតងទៅនឹង battery optimize អញ្ចឹងនៅក្នុងចំណុចទាំង4នេះខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រកាសជាប្រើ AI ទាំងអស់ហ្នឹងក៏ប៉ុន្តែអ្នកទាំងអស់គ្នាអត់ចាប់អារម្មណ៍ទេថាអ្នកទាំងអស់គ្នាបានប្រើប្រាស់ AI ទាំងអស់ហ្នឹងតែមានន័យថាអ្នកទាំងអស់គ្នាអាចនឹងប្រើប្រាស់ AI ទាំងអស់ហ្នឹងទាំងដែលខ្លួនឯងមិនដឹងថាខ្លួនឯងកំពុងតែប្រើ AI ចឹងនៅក្នុង camera enhancement នៅក្នុង camera enhancement ហេតុអីបានគេប្រើ AI នៅក្នុងហ្នឹងដូចយើងឃើញថា smartphone យើងពេលបច្ចុប្បន្នហ្នឹងគឺមានភាព update ច្រើនដូចជាការថតទៅលើ night mode ការថតទៅលើ portrait blur ដែល blur background យើងហ្នឹងទាំងអស់ហ្នឹងគឺជា AI ទាំងអស់ហ្នឹងគឺជាការប្រើ AI ក្នុងការមកជំនួយដើម្បីធ្វើឲ្យការថតទៅលើ night mode ហ្នឹងមានភាពច្បាស់ជាងមុនភ្លឺជាងមុនបង្កើនទៅលើពន្លឺបានល្អជាងមុនហើយការថតទៅលើ portrait blur background ការថតទៅលើ blur background ហ្នឹងគឺគេប្រើ AI algorithm AI ក្នុងការជំនួយជួយទៅលើការកាត់ frame របស់មនុស្សយើងឬក៏ frame របស់វត្ថុហ្នឹងឲ្យមានភាពដាច់ស្អាតនេះគឺជា AI នៅក្នុង camera enhancement ហើយទី2គឺតកតងទៅនឹង Face ID ឬក៏ការ scan ទៅលើកញ្ចក់ដៃរបស់យើងហ្នឹងច្បាស់ណាស់ថាប្រព័ន្ធសុវត្ថិភាពទាំងអស់ហ្នឹងនៅក្នុង smartphone មួយសិតតែមាន AI ហើយ AI ហ្នឹងទៀតសោតគឺមិនមែនវាចេះធ្វើអីដោយខ្លួនឯងទេគឺគេរៀបចំ algorithm ទាំងអស់ហ្នឹងដើម្បីឲ្យ AI ហ្នឹងដើរទៅលើផ្លូវដែលគេរៀបចំហ្នឹងហើយទី3ហ្នឹងតកតងទៅនឹង voice assist ការប្រើតកតងទៅនឹង voice assist AI ដែលយើងប្រើរាល់ថ្ងៃហ្នឹងគឺការកាត់ទៅលើ noise ដូចអ្នកទាំងអស់គ្នាអ្នកដែលធ្លាប់ប្រើទៅលើ CapCut ប្រហែលជាធ្លាប់ប្រើទៅលើ noise ការ reuse noise ហ្នឹងក៏ជា AI ក្នុងការជួយទៅលើការកាត់បន្ថយ noise ទាំងអស់ហ្នឹងដែរពីមុនគេប្រើ Adobe Premium គឺគេកាត់ទៅលើគេប្រើដៃ manual កាត់ edit ហ្មងអញ្ចឹងចំណាយពេលយូរបច្ចុប្បន្នយើងប្រើទៅលើ AI គ្រាន់តែ click 2-3 click គឺយើងអាចកាត់ទៅលើ noise reuse noise ទាំងអស់ហ្នឹងបានហើយនឹងទី4ហ្នឹងគឺ battery optimization battery optimization នេះអ្នកទាំងអស់គ្នាច្បាស់ថាអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់មិនធ្លាប់ទេអ្នកទាំងអស់គ្នាជួបបញ្ហាទាំងអស់ហ្នឹងហើយដូចអ្នកប្រើ iPhone មួយចំនួននៅពេលដែលសាកបាន 80% គឺ iPhone លេងឡើងថ្មអានេះហើយគឺជា battery optimization ហើយការអត់ឡើងថ្មនេះទៀតសោតមិនមែនត្រឹម 80% ទេអ្នកខ្លះឡើង 90% គឺលេងឡើងថ្មហ្មងអាហ្នឹងគឺជា algorithm មួយរបស់ AI របស់ Apple គឺជា algorithm AI របស់ Apple ប្រើដើម្បីកាត់បន្ថយទៅលើការខូចថ្មឆាប់មានន័យថានៅពេលដែលគេអត់ប្រើ AI ប្រភេទហ្នឹងថ្មទូរស័ព្ទអ្នកនរគ្នាប្រើបានតែមួយឆ្នាំខូចហើយក៏តែនៅពេលដែលគេប្រើ algorithm ទាំងអស់ហ្នឹងឬក៏ AI ទាំងអស់ហ្នឹងទៅថ្មទូរស័ព្ទអ្នកនរគ្នាប្រើបានរហូតដល់2ទៅ3ឆ្នាំអញ្ចឹងទៅហើយយើងត្រឡប់ទៅមើលចំណុចបន្តទៀតចំណុចទី2 AI នៅក្នុង social media content បើយើងនិយាយតាក់ទងទៅនឹង AI នៅក្នុង social media content ប្រហែលជាមានបងប្អូនឬក៏ពុកម៉ែបងប្អូនមួយចំនួនធំជួបប្រទះរឿងទាំងអស់ហ្នឹងហើយពេលខ្លះគ្រាន់តែយើងនិយាយអូខ្ញុំចង់បានបើជើងចូលទៅក្នុង Facebook ឬក៏ចូលទៅក្នុង TikTok គឺឃើញបើជើងទាំងអស់ហ្នឹងឬក៏ឃើញសិតតែបើជើង list មកឲ្យយើងនៅលើគេទៀតអាហ្នឹងហើយគឺជា AI មួយប្រភេទដែលគេប្រើនៅក្នុង social media ឬក៏ content ដែលគេឲ្យឈ្មោះថា AI recommendation ហើយអញ្ចឹង algorithm ទាំងអស់ហ្នឹងមិនមែនមានន័យថាទូរស័ព្ទវាចេញមកគឺវាដឹងថាយើងចង់បានអីទេមិនមែនចេញពីទូរស័ព្ទទេហើយក៏មិនមែនមានន័យថាទូរស័ព្ទឬក៏ Facebook ហ្នឹងលួចស្ដាប់សលេងយើងឬក៏លួចថតរូបយើងនៅពេលដែលយើងគិតសម័យឬក៏យើងចង់បាននឹងដែរទាំងអស់ហ្នឹងវាកើតឡើងនៅពេលដែលយើងប្រើប្រាស់ទៅលើ platform ទាំងអស់ហ្នឹងហើយយើងមានភាពមិនទៀងទៅលើការឬក៏អត់សមាមាត្រទៅលើការមើល content អញ្ចឹងខ្ញុំឧទាហរណ៍ជាក់ស្ដែងមួយតើតើទៅនឹងរឿងមួយហ្នឹងប្រហែលជាអ្នកទាំងអស់គ្នាមួយចំនួនយល់ថា
Facebook ឬក៏ TikTok ឬក៏ Instagram ហ្នឹងលួចស្ដាប់សលេងអ្នកទាំងអស់គ្នាឬក៏លួចថតរូបនៅពេលដែលអ្នកទាំងអស់គ្នាសម័យចង់បានស្បែកជើងឬក៏ចង់បានកៅអៅហ្នឹងបានចូលទៅក្នុង Facebook ទៅFacebook recommend ទាំងអស់ហ្នឹងមក list នៅលើគេទៀតអញ្ចឹងត្រឡប់ទៅវិញទាំងអស់ហ្នឹងមិនមែនអញ្ចឹងទេFacebook ដឹងថាអ្នកទាំងអស់គ្នាចង់បានទៅលើស្បែកជើងឬក៏ចង់បានទៅលើកៅអៅនៅបានមានន័យថាគេ track ទៅលើអ្នកទាំងអស់គ្នា track ទៅលើ user នៅពេលដែលអ្នកទាំងអស់គ្នាចូលទៅប្រើប្រាស់ platform ទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាច្បាស់ហើយថាឃើញសិតតែស្បែកជើងពេលខ្លះឃើញស្បែកជើងផងឃើញកៅអៅផងឃើញនាឡិកាផងក៏ប៉ុន្តែអ្នកទាំងអស់គ្នានៅអស់មើលកន្លែងស្បែកជើងហ្នឹងយូរជាងគេឧបមាថាអ្នកទាំងអស់គ្នាឃើញស្បែកជើងកៅអៅជាមួយនឹងនាឡិកាតែអ្នកទាំងអស់គ្នាមើលទៅលើនាឡិកាហ្នឹង5វិនាទីហើយអ្នកទាំងអស់គ្នាមើលទៅលើស្បែកជើងរហូតដល់10វិនាទីហើយមើលទៅលើកៅអៅតែ2វិនាទីឯងអញ្ចឹង Facebook វានឹង track ថាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ស្បែកជើងជាងកៅអៅឬក៏នាឡិកាអញ្ចឹង content ក្រោយមក Facebook នឹងធ្វើការ recommend ទៅលើស្បែកជើងច្រើនជាងនាឡិកាហើយនឹងកៅអៅនេះគឺជា algorithm មួយនៅក្នុង social media មិនមែនមានតែ Facebook ទេមានទាំងក្នុង TikTok ហើយ Instagram ក៏មានដែរហើយជាទូទៅគេហៅថា recommendation algorithm នៅក្នុងគេហៅថា recommendation algorithm នេះសម្រាប់ algorithm មួយហ្នឹងហើយទី3ហ្នឹងគឺ AI នៅក្នុង banking ឬក៏នៅក្នុង finance អញ្ចឹងនៅក្នុង banking ឬក៏ក្នុង finance គេប្រើប្រាស់ AI ច្រើនប្រភេទក៏ប៉ុន្តែ AI ដែលពេញនិយមដែលគេប្រើប្រាស់នៅក្នុង banking ឬក៏ finance ហ្នឹងគឺប្រភេទ banking risk analysis ហើយមួយទៀត credit card fraud detection ហើយចំណុចតកតងទៅនឹង credit card fraud detection ហ្នឹងគឺជាការ analyze ទៅលើtransaction មួយណាថាគឺ fraud ឬក៏ការ detect ទៅលើ transaction ណាមួយដែលអាចpoint បានថា transaction មួយហ្នឹងគឺ fraud ចេញពី account មួយណាហើយចំណុចមួយទៀតហ្នឹងគឺ loan approval system នៅក្នុង loan approval system ប្រហែលជាមានធនាគារមួយចំនួនគឺគេប្រើ AI ទាំងអស់ហ្នឹងមានន័យថានៅពេលដែលអ្នកទាំងអស់គ្នាទៅ request loan គេនឹងសុំទិន្នន័យអ្នកទាំងអស់គ្នាតកតងទៅនឹង loan assessment ហើយអញ្ចឹងនៅពេលដែលគេបានទិន្នន័យទាំងអស់ហ្នឹងហើយនៅពេលដែលគេ input ទៅ system ដែលជា AI ឬក៏ algorithm របស់គេដែលធ្វើឡើងទៅជារបៀប AI ហ្នឹងគេនឹង give back មកវិញជា score ហើយគេនឹងផ្ដល់មកវិញជា score ថាបុគ្គលម្នាក់ហ្នឹងអាចមាន scoring គ្រប់គ្រាន់ក្នុងការផ្ដល់ loan ដែរឬអត់អានេះតកតងទៅនឹង loan approval system នៅក្នុង AI ដែលគេប្រើនៅក្នុង banking ឬក៏ finance ហើយចំណុចទី3គឺជាចំណុចបន្ទាប់ចុងក្រោយគេហ្នឹងគឺតកតងទៅនឹង AI នៅក្នុងវិស័យការងារត្រង់ចំណុចនេះប្រហែលជាបងប្អូនយើងមួយចំនួនគិតថាឥឡូវ AI កំពុងតែអភិវឌ្ឍខ្លាំងហើយអនាគតទៅពួកគាត់អាចនឹងអស់ការងារធ្វើហើយដូចឃើញថមលើកមុនបោះជូតទេឲ្យម្ចាស់ក៏ប៉ុន្តែក្រោយមកត្រូវបាន AI មួយចូលមកជំនួសវិញត្រង់ចំណុចហ្នឹងអាចនិយាយថាអ្នកទាំងអស់គ្នាភ័យហ្នឹងគឺត្រឹមត្រូវហើយក៏ប៉ុន្តែជំនួយការភ័យនេះអ្នកទាំងអស់គ្នាគួរតែពង្រឹងទៅលើសមត្ថភាពរបស់អ្នកទាំងអស់គ្នាដើម្បីឲ្យមានចំណេះជំនាញប្រកបទៅធ្វើការហើយនៅត្រង់ចំណុចនេះ AI នៅក្នុងវិស័យការងារដើរតួនាទីអីខ្លះហើយវា affect អីខ្លះទៅលើមនុស្សយើងឬក៏ការងាររបស់មនុស្សយើងអញ្ចឹងជំនួយការភ័យខ្ញុំនឹងបកស្រាយទៅលើរឿងទាំងអស់ហ្នឹងថានៅក្នុងវិស័យការងារ AI គឺដើរតួនាទីគ្រាន់តែជំនួយអ្នកទាំងអស់គ្នាឲ្យមាន performance ល្អជាងមុនអញ្ចឹងខ្ញុំនឹងលើក3ចំណុចនៅក្នុងAI ដែលគេប្រើប្រាស់នៅក្នុងការងារហ្នឹងទី1គេប្រើប្រាស់ AI ក្នុងការ assist ទៅលើការសរសេរអញ្ចឹងឧទាហរណ៍ថាខាងសារព័ត៌មានឬក៏ខាងអ្នកបោះពុម្ពសភៅឬក៏សរសេរទៅលើ mail ណាមួយគេមិនអាចឲ្យ AI ទៅសរសេរ mail ទាំងអស់ហ្នឹងបានទេបើមិនជាឲ្យ AI ទៅសរសេរ mail ទាំងអស់ហ្នឹងប្រៀបដូចជាយើង copy mail ឬក៏ content ពីអ្នកដទៃមកហើយព្រោះ AI ហ្នឹងវាមិនមែនឆ្លាតដូចថាមនុស្សដូចមនុស្សយើងទៅគិត creative thing ដែលអត់មានទេ AI ហ្នឹងវាដឹងនៅពេលដែលវាមានទិន្នន័យឯង
ហើយទិន្នន័យនឹងទាំងអស់ហ្នឹងគឺសិតតែគេមានពីមុនហើយបាន AI វាមានដែរអញ្ចឹងយើងប្រើ AI នៅក្នុងការជំនួយក្នុងការសរសេរហ្នឹងមានន័យបែបម៉េចមានន័យថាឧទាហរណ៍យើងផ្ញើ mail ចេញទៅអ្នកណាមួយអញ្ចឹងយើងអត់ច្បាស់ថាការសរសេររបស់យើងអក្ខរាវិរុទ្ធរបស់យើងត្រូវឬក៏ខុសអញ្ចឹងគឺយើងប្រើ AI ក្នុងការជួយ check ទៅលើ content ទាំងអស់ហ្នឹងហើយទី2ហ្នឹងតកតងទៅនឹង code generation code generation តកតងទៅនឹងការ generate source code ឬក៏ generate code មួយចំនួនអញ្ចឹងដូចយើងដឹងថាឥឡូវហ្នឹងគឺមាន AI ច្រើនដូចជា Cursor ដូចជា Cloud Sonnet ហ្នឹងអាចជួយទៅលើការសរសេរកូដបានច្រើនក៏ប៉ុន្តែមិនមែនមានន័យថាឲ្យ AI ទាំងអស់ហ្នឹងទៅបង្កើតទៅលើ website ឬក៏ឲ្យ AI ទាំងអស់ហ្នឹងទៅសេកូដឲ្យយើងបង្កើតទៅលើ platform ណាមួយទាំងស្រុងឯងអាទាំងអស់ហ្នឹងគេហៅ vibe coding ឯងហើយបើយើងប្រើប្រាស់ AI ក្នុងការសរសេរទាំងអស់អញ្ចឹង developer ទាំងអស់មិនមានការងារធ្វើហើយសួរថាអញ្ចឹងវាស្រួលទេក្រុមហ៊ុនចំណាយលុយតិចដើម្បីជួលក៏ប៉ុន្តែផ្ទុយទៅវិញ AI វាគ្រាន់តែធ្វើការងារទៅតាមមនុស្សយើងបជាទេអញ្ចឹងនៅពេលដែលយើងឲ្យ AI ធ្វើទាំងអស់ system មួយហ្នឹងប្រកបថាវាអត់មាន security ទេហើយ performance វាក៏អត់ល្អដែរពីព្រោះមិនមែនមនុស្សយើងអ្នកធ្វើទេគឺ AI អ្នកធ្វើអញ្ចឹងនេះគឺជាហេតុផលមួយដែលថា AI មិនអាចជំនួសការងារមនុស្សយើងទេ AI គ្រាន់តែជាជំនួយជួយក្នុងការធ្វើការរបស់មនុស្សយើងឲ្យមានភាពប្រសើរជាងមុនល្អជាងមុនហើយលឿនជាងមុនអញ្ចឹងសម្រាប់អ្នកដែលចេះនៅតែមានការងារធ្វើហើយការងារនៅតែមានទីផ្សារដោយឡែកអ្នកដែលអត់ចេះឬក៏ចេះស្ទើអាចនឹងហានិភ័យអីពីព្រោះអីលើ AI អាចជួយមនុស្សយើងអញ្ចឹងដូច AI មួយដើរតួនាទីដូចជា assistant មួយអញ្ចឹងអ្នកនរគ្នាដូចខ្ញុំនិយាយមុនអញ្ចឹងគួរតែបរិងទៅលើសមត្ថភាពទាំងអស់ហ្នឹងហើយទី3ហ្នឹងគឺ customer support chatbot នៅក្នុងការងាររបស់មនុស្សយើងពីមុនគឺយើងប្រើប្រាស់ដៃយើងផ្ទាល់ក្នុងការទៅ reply ទៅលើ customer ក៏ប៉ុន្តែពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនមួយចំនួនឬក៏ដល់ថ្នាក់មាន e-commerce មួយចំនួនដែលគេ scale ទៅជា big company គេបានប្រើប្រាស់ chatbot ក្នុងការ reply ទៅលើ customer ខ្ញុំឧទាហរណ៍ទៅជាក់ស្ដែងរឿងតូចមួយអ្នកទាំងអស់គ្នាបានឃើញនៅក្នុង Messenger ពីមុនអត់មាន auto reply ទេនៅពេលដែលអ្នកទាំងអស់គ្នាចង់បានព័ត៌មានណាពីម្ចាស់អាជីវកម្មគឺរងចាំខាងម្ចាស់អាជីវកម្ម reply ឬក៏ service គេហ្នឹងខាងអ្នកគ្រប់គ្រងទាំងអស់ហ្នឹង reply ក៏ប៉ុន្តែបច្ចុប្បន្នអត់អញ្ចឹងទេអ្នកទាំងអស់គ្នាឃើញ auto reply ហ្នឹងមិនមែនជា AI ទេក៏ប៉ុន្តែគឺជា algorithm ទូចមួយដែលអាចឧទាហរណ៍បានថាវាគឺជា AI អញ្ចឹងដូចchatbot នៅក្នុង Telegram មួយចំនួនពីមុនអ្នកទាំងអស់គ្នាពេលទៅទិញអ្នកណាអ្នកទាំងអស់គ្នាឆាតទៅគេបង how much តម្លៃប៉ុន្មានក៏ប៉ុន្តែពេលបច្ចុប្បន្នគឺនៅពេលដែលអ្នកទាំងអស់គ្នាសួរ how much ឬក៏តម្លៃប៉ុន្មានឬក៏អីហ្នឹង AI ទាំងអស់ហ្នឹងគឺ generate មកវិញឯងថាអូអានេះតម្លៃប៉ុណ្ណេះអានេះតម្លៃប៉ុណ្ណេះហើយដូចរូបភាពមួយចំនួនដែលអ្នកទាំងអស់គ្នាឃើញគេផ្សាយហ្នឹងពីមុននៅពេលដែលគេកាត់តគេយកទៅផ្សាយអញ្ចឹងទៅយើងអត់ដឹងទេថានឹងកាត់តឬក៏អត់បើយើងមិនមែនជាអ្នក technical ក៏ប៉ុន្តែឥឡូវនៅពេលដែលអ្នកទាំងអស់គ្នាឃើញអ្នកទាំងអស់គ្នាអត់ច្បាស់អ្នកទាំងអស់គ្នាអាចយកទៅឲ្យ chatbot ណាមួយដែលគេ detect ទៅលើ AI image ហ្នឹងសួរវានឹងប្រាប់ឲ្យថាអូអានេះរូបភាពនេះគឺ AI នេះគឺជាalgorithm AI ដែលអាចជំនួសទៅលើការងារយើងនាពេលបច្ចុប្បន្នសំទោសជំនួយទៅលើការងារយើងមិនមែនជំនួសទេហើយអាចនិយាយថាជំនួសក៏បានដែរពីព្រោះដូចពីមុនគេត្រូវការអ្នក reply chat 2នាក់ពេលបច្ចុប្បន្នគេត្រូវការតែម្នាក់ទេដោយចាំ monitor ទៅលើ chatbot ហ្នឹងថា chatbot ហ្នឹងមានការ reply ខុសឬក៏ត្រូវអញ្ចឹងនេះអាចនិយាយថាជំនួសបានហើយអាចថាកាត់បន្ថយចំណេញទៅលើម្ចាស់អាជីវកម្មហើយក៏ខាតទៅលើបុគ្គលិកដែរហើយប្រភេទ AI ចុងក្រោយគេហ្នឹងគឺ AI នៅក្នុងការសម្រេចចិត្តដែលយើងហៅថា AI in decision making អញ្ចឹងនៅក្នុងAI នៅក្នុង decision making ហ្នឹងអាចនិយាយបានថាដូចមានក្រុមហ៊ុនមួយចំនួនគេប្រើប្រាស់ AI ហ្នឹងក្នុងការសម្រេចចិត្តរើសទៅលើបុគ្គលិកឬក៏រើសទៅលើការខ្ចី loan ណាមួយអញ្ចឹងខ្ញុំឧទាហរណ៍ចំណុច2នៅក្នុងហ្នឹងឧទាហរណ៍ចំណុចទី1ហ្នឹងគឺតកតងទៅនឹង HR ហើយទី2ហ្នឹងតកតងទៅនឹងការ approve loan អញ្ចឹង
នៅក្នុង HR ឬក៏នៅក្នុង department HR មួយនៅពេលដែលគេសម្រាប់ចិត្តថារើសបុគ្គលិកណាមួយគេនឹងពីមុនគេអង្គុយគិតទេគេអង្គុយដាក់ពិន្ទុថាអូបុគ្គលិកមួយនេះចំណុចទី1បាន10ចំណុចទី2បាន5ចំណុចទី3បាន3 4អីចឹងទៅក៏ប៉ុន្តែពេលបច្ចុប្បន្នគេមិនបាច់ចាំបាច់អង្គុយបូកឬក៏ដាក់ទាំងអស់ហ្នឹងឯងគេគ្រាន់តែ brief ទាំងអស់ហ្នឹងដាក់ចូល system របស់ HR គេហើយគេមាន AI មួយរបស់ system គេក្នុងការ generate ទៅលើ score របស់បុគ្គលម្នាក់ហ្នឹងឲ្យមកខាង HR ហ្នឹងហើយអញ្ចឹងនេះគឺជាចំណុចមួយដែល HR អាចសម្រេចចិត្តបានហើយអាស្រ័យទៅលើ AI នឹងដូចគ្នាដែរក៏ប៉ុន្តែខ្ញុំចង់ mention ថាការសម្រេចចិត្តដោយប្រើប្រាស់ AI គឺវាអត់សូវ accurate ទេក៏ប៉ុន្តែវាគ្រាន់តែជំនួយជួយបានខ្លះហើយការសម្រេចចិត្តពិតប្រាកដគឺនៅតែលើខ្លួនយើងពិតប្រាកដនេះឯងហើយទី2តកតងទៅនឹង credit scoring credit scoring នៅចំណុចនេះដូចអ្នកទាំងអស់គ្នាដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងនៅពេលដែលយើងទៅខ្ចី loan នៅក្នុង micro finance ឬក៏ក្នុងធនាគារអញ្ចឹងធនាគារនឹងយកទិន្នន័យអ្នកទាំងអស់គ្នាទៅឲ្យថាអ្នកទាំងអស់គ្នាមានអីខ្លះហើយមានអីយ៉ាបតបែបម៉េចមានសមត្ថភាពបែបម៉េចក្នុងការផ្ដល់ loan ទៅកាន់អ្នកទាំងអស់គ្នាឧទាហរណ៍ពេលខ្លះអ្នកទាំងអស់គ្នាមានចំណូលតែ 1000 ក្នុងមួយខែទេតែអ្នកទាំងអស់គ្នាទៅខ្ចី loan រហូតដល់ 100000 អញ្ចឹង system ទាំងអស់ហ្នឹងអាច analyze បានថាអូអ្នកទាំងអស់គ្នាអត់អាចសងទេព្រោះក្នុងលក្ខខណ្ឌមួយនេះហើយដូចឧទាហរណ៍មួយទៀតតើតើទៅនឹងការធ្វើចំការឬក៏ធ្វើស្រែនៅពេលដែលទៅខ្ចី loan នឹង analyze ថាអូអ្នកទាំងអស់គ្នាមានសមត្ថភាពឬក៏ស្រ័យអ្នកទាំងអស់គ្នាប្រព័ន្ធនេះអាចធ្វើមួយឆ្នាំបានប៉ុន្មានឬក៏មួយខែបានប៉ុន្មានហើយខាង loan ហ្នឹងអាចផ្ដល់ឲ្យអ្នកទាំងអស់គ្នាបានប៉ុន្មានដើម្បីឲ្យកុំឲ្យខាង loan គេនឹងខាតទាំងអស់នេះហើយគឺជា decision making ដែលគេប្រើប្រាស់ algorithm AI ក្នុងការជួយទៅលើការសម្រេចចិត្តផ្ដល់ loan ទៅកាន់ farmer ឬក៏ទៅកាន់បុគ្គលណាមួយហើយដូចខ្ញុំនិយាយ mention មុនហ្នឹងអញ្ចឹងទោះបីជា decision making នៅក្នុងទោះបីជា AI នៅក្នុងការសម្រេចចិត្តមានភាពជឿនលឿនក៏ប៉ុន្តែនៅតែអត់ទាន់ accurate អញ្ចឹងការសម្រេចចិត្តពិតប្រាកដនៅតែសម្រេចលើមនុស្សយើងទេក៏ប៉ុន្តែ AI គ្រាន់តែជំនួយអញ្ចឹងត្រឡប់មកវិញទិន្នន័យទាំងអស់ហ្នឹងខ្ញុំក៏បានធ្វើការ research ទេមិនមែនជាការយល់ឃើញរបស់ខ្ញុំទេគឺជាការ research ដែលខ្ញុំបានមកពីខាង MIT Technology ហ្នឹងហើយបាន research resource មួយចំនួនមកពីខាង Stanford ហើយមួយចំនួនទៀតមកពីខាង WEF ដែលពាក្យពេញថា World Economic Forum ហើយនឹង research មួយចំនួនទៀតបានមកពី Google AI Blog អញ្ចឹងទិន្នន័យដែលខ្ញុំរៀបរាប់ទាំងអស់ហ្នឹងគឺនៅក្នុងការ research ដែល researcher ពីមុនគាត់បាន release មកហើយខ្ញុំគ្រាន់តែយកអានអត្ថបទទាំងអស់ហ្នឹងហើយយកមក summarize ហើយចែករំលែកទៅកាន់អ្នកទាំងអស់គ្នាវិញខ្លីៗងាយយល់កុំឲ្យអ្នកទាំងអស់គ្នាបានអានអញ្ចឹងជាចុងក្រោយនៃវីដេអូខ្ញុំគ្រាន់តែដាស់តឿនឬក៏ក្រើនរំលឹកទៅកាន់បងប្អូនសិក្សានុសិស្សកុំភ្លេចខំរៀនពង្រឹងសមត្ថភាពអ្នកទាំងអស់គ្នាហើយ AI អត់អាចជំនួសការងារយើងបានទេបើមិនជាយើងចេះច្បាស់ចេះស្ទាត់តែ AI អាចជំនួយទៅលើយើងបានដើម្បីឲ្យការងាររបស់យើងប្រសើរជាងមុនលឿនជាងមុនហើយមាន performance ល្អជាងមុនកុំតែបើសិនជាអ្នកទាំងអស់គ្នាចេះស្ទើរឬក៏ចេះតិចតួចច្បាស់ណាស់ AI អាចនឹងជំនួសការងារអ្នកទាំងអស់គ្នាអូខេអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាយបាយ